សួស្តីបងប្អូនថ្នាក់ទី10ទាំងអស់គ្នាចានៅក្នុងវីដេអូមួយនេះអ្នកគ្រូនឹងធ្វើការបញ្យល់និងដោះស្រាយនៅលំហាត់មួយសម្រាប់បងប្អូនត្រៀមនៅឆមាសទី2នាពេលខាងមុខនេះចានៅក្នុងប្រធានលំហាត់ហ្នឹងគេដាក់ថាគេចង់ធ្វើអាសេទីឡែន C2H2 ចំនួន52ក្រាមពីកាល់ស្យូមកាបូដែលមានភាពសុទ្ធ80%តើគេត្រូវប្រើកាល់ស្យូមកាបូប៉ុន្មានក្រាមចឹងគេឲ្យម៉ាស់ម៉ូលកាបូនមក12អ៊ីត្រូសែន1អុកស៊ីសែន16ហើយនិងកាល់ស្យូម40ជានៅក្នុងប្រធានលំហាត់ហ្នឹងគឺយើងដឹងសមត្ថកម្មចំនួន2ទី1គឺជាម៉ាស់របស់អ៊ូស្មានអាសេទីឡែនហើយទី2ហ្នឹងគឺជាភាគរយសុទ្ធរបស់កាល់ស្យូមកាបូឬយើងហៅថាថ្មស្អុយហើយសំណួរគឺគេចង់បានម៉ាស់របស់កាល់ស្យូមកាបូដែលប្រើអញ្ចឹងដើម្បីធ្វើលំហាត់នេះបានជំហានដំបូងគឺពួកយើងត្រូវធ្វើការសរសេរសម័យកាលសិនអញ្ចឹងដើម្បីទទួលបានអាសេទីឡែនគឺយើងត្រូវយកថ្មស្អុយរបស់យើងហ្នឹងទៅប្រតិកម្មជាមួយទឹកដែលថ្មស្អុយរបស់យើងហ្នឹងគឺមានរូបមន្ត CaC2 អញ្ចឹងយកវាទៅប្រតិកម្មជាមួយទឹកយើងទទួលបានផលិតផល2គឺអ៊ូស្មានអាសេទីឡែនជាមួយនឹងកាល់ស្យូមអ៊ីដ្រុកស៊ីតឬយើងហៅថាជាទឹកកំបោរថ្លាហើយនៅក្នុងសម័យកាលនេះគឺយើងត្រូវធ្វើការថ្លឹងវាសិនយើងមានកាល់ស្យូម1អញ្ចឹងកកើត1ស្មើហើយកបោនរបស់យើង2កកើត2នឹងស្មើដែរចំណែកអុកស៊ីសែនរបស់យើងមុនប្រតិកម្ម1ហើយអុកស៊ីសែនកកើតនឹងមាន2អញ្ចឹងយើងធ្វើការថ្លឹងដាក់មេគុណ2ពីមុខទឹកហើយអ៊ីត្រូសែនរបស់យើងឡើង4អញ្ចឹងអ៊ីត្រូសែនកកើត2បូក2គឺស្មើនឹង4អញ្ចឹងសម័យកាលនេះគឺជាសម័យកាលដែលគេទង្វើអ៊ូស្មានអាសេទីឡែនចេញពីថ្មស្អុយហើយសមត្ថកម្មរបស់យើងមានម៉ាស់អាសេទីឡែននេះចំនួន52ក្រាមហើយមានភាគរយកម្រិតសុទ្ធរបស់ថ្មស្អុយហ្នឹងគឺ80%ដល់ពេលសំណួរគឺគេសួររោម៉ាស់របស់ថ្មស្អុយដែលប្រើអញ្ចឹងដើម្បីរោម៉ាស់ថ្មស្អុយដែលប្រើយើងអនុវត្តតាមរូបមន្តភាគរយរបស់ថ្មស្អុយសុទ្ធគឺត្រូវស្មើនឹងម៉ាស់របស់ថ្មស្អុយសុទ្ធគុណនឹង100ហើយចែកឲ្យម៉ាស់របស់ថ្មស្អុយដែលយើងត្រូវប្រើចឹងត្រង់កន្លែងនេះម៉ាស់ថ្មស្អុយសុទ្ធក៏បានឬយើងអាចហៅថាម៉ាស់ថ្មស្អុយប្រតិកម្មក៏បានដែរបន្ទាប់ពីយើងដាក់រូបមន្តនឹងហើយគឺយើងត្រូវការទាញរោម៉ាស់ថ្មស្អុយដែលត្រូវប្រើចឹងយើងទាញរោម៉ាស់ថ្មស្អុយដែលត្រូវប្រើមកនាំឲ្យម៉ាស់ថ្មស្អុយដែលត្រូវប្រើនេះចឹងនៅអង្គទី2វានៅភាគបែកអ្នកគ្រូបញ្ជូនវាមកអង្គទី1ទៅជាគុណហើយភាគរយសុទ្ធនេះយើងបោះមកវិញចែកអញ្ចឹងវាត្រូវស្មើនឹងម៉ាស់របស់ថ្មស្អុយសុទ្ធគុណនឹង100ហើយចែកឲ្យភាគរយរបស់ថ្មស្អុយសុទ្ធតោះឥឡូវយើងចាប់ផ្ដើមធ្វើការដោះស្រាយទាំងអស់គ្នាមកអញ្ចឹងសំណួរគឺគេសួររោម៉ាស់ថ្មស្អុយដែលត្រូវប្រើហើយយើងមានសម័យកាលរបស់យើងគឺថ្មស្អុយបូក2ទឹកឲ្យផលទៅជាអ៊ូស្មានអាសេទីឡែននិងកាល់ស្យូមអ៊ីដ្រុកស៊ីតសមត្ថកម្មយើងមាន2គឺភាគរយរបស់ថ្មស្អុយសុទ្ធ80%ហើយនិងម៉ាស់របស់អាសេទីឡែនទទួលបានហ្នឹងគឺ52ក្រាមអញ្ចឹងយើងអនុវត្តតាមរូបមន្តភាគរយរបស់ថ្មស្អុយសុទ្ធស្មើនឹងម៉ាស់របស់ថ្មស្អុយសុទ្ធគុណនឹង100ចែកឲ្យម៉ាស់ថ្មស្អុយដែលយើងត្រូវប្រើហើយយើងទាញរោម៉ាស់ថ្មស្អុយដែលយើងត្រូវប្រើឬយើងហៅថាម៉ាស់កាល់ស្យូមកាបូអញ្ចឹងយើងទាញរោម៉ាស់ប្រើវាត្រូវស្មើនឹងម៉ាស់សុទ្ធគុណនឹង100ហើយចែកឲ្យភាគរយកម្រិតសុទ្ធអញ្ចឹងនៅក្នុងនេះយើងស្គាល់សមត្ថកម្មភាគរយកម្រិតសុទ្ធអញ្ចឹងភាគរយកម្រិតសុទ្ធដែលគេឲ្យមកនេះគឺ80%ចិត្តតួនាទីរបស់យើងគឺទៅតាមរោម៉ាស់របស់កាល់ស្យូមកាបូសុទ្ធឬក៏ម៉ាស់របស់ថ្មស្អុយសុទ្ធដោយយើងអនុវត្តតាមរូបមន្ត n ស្មើ m តូចលើ m ធំហើយយើងទាញរោម៉ាស់សុទ្ធគឺស្មើនឹង n គុណនឹងម៉ាស់ម៉ូលបន្តមកទៀតយើងធ្វើការបូកម៉ាស់ម៉ូលរបស់ថ្មស្អុយឬក៏កាល់ស្យូមកាបូដែលបង្កឡើងពីកាល់ស្យូម1អាតូមនិងកាបូន2អាតូមអញ្ចឹងម៉ាស់អាតូមរបស់កាល់ស្យូមគឺ40ម៉ាស់អាតូមរបស់កាបូនគឺ12គុណនឹង2អញ្ចឹងយើងសរុបទៅគឺ64ក្រាមក្នុង1ម៉ូលបន្តមកទៀតចំនួនម៉ូលហ្នឹងគឺយើងវិចារតាមសម័យកាលទៅកាន់អ៊ូស្មានអាសេទីឡែនអញ្ចឹងតាមសម័យកាលចំនួនម៉ូលរបស់កាល់ស្យូមកាបូគឺវាស្មើនឹងចំនួនម៉ូលរបស់អាសេទីឡែនដែលយើងស្មើ m តូចលើ m ធំរបស់អាសេទីឡែនហើយម៉ាស់របស់អាសេទីឡែនហ្នឹងគឺគេឲ្យមកចំនួន52ក្រាមចំណែកម៉ាស់ម៉ូលគឺយើងធ្វើការបូកបាន
កាបូននេះ12គុណនឹង2ហើយបូកអ៊ីដ្រូសែន1គុណនឹង2អញ្ចឹងយើងទទួលបានម៉ាសអាតូមរបស់អាសេទីឡែនគឺ26ក្រាមក្នុង1ម៉ូលអញ្ចឹងយើងធ្វើការជំនួសលេខចូលមកយើងបាន52ចែកឲ្យ26អញ្ចឹងយើងទទួលបានចំនួន2ម៉ូលបន្ទាប់ពីយើងទទួលបានម៉ូលរបស់កាល់ស្យូមកាបូហើយយើងយកចំនួនម៉ូលហ្នឹងទៅគុណនឹងម៉ាសម៉ូលរបស់វាមកយើងនឹងឃើញម៉ាសរបស់កាល់ស្យូមកាបូសុទ្ធឬយើងហៅថាម៉ាសកាល់ស្យូមកាបូដែលចូលប្រតិកម្មអញ្ចឹងយើងឃើញ128ក្រាមហើយជំហានចុងក្រោយគឺយើងធ្វើការគណនារ៉ូម៉ាសរបស់កាល់ស្យូមកាបូដែលយើងត្រូវប្រើដោយយើងយកម៉ាសសុទ្ធគុណនឹង100ចែកនឹងភាគរយកម្រិតសុទ្ធចឹងនៅក្នុងនេះគឺយើងរកឃើញ160ក្រាមចឹងអ្នកគ្រូសង្ឃឹមថាលំហាត់មួយនេះបងប្អូននឹងចូលទៅធ្វើនិងអនុវត្តវាដើម្បីត្រៀមខ្លួនសម្រាប់ឆមាស2ខាងមុខនេះចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត